បាទសួស្តីបងប្អូនទាំងអស់គ្នាបាទដែលកំពុងតែទស្សនាវីដេអូនេះថ្ងៃនេះខ្ញុំសូមបង្ហាញរថយន្តមួយគ្រឿងបាទ Libero ឆ្នាំ2004បាទជាប្រភេទឡានហ្គាកាបហើយប្រភេទឡានទ្រុងដូច្នេះបើសិនជាបងប្អូនត្រូវការរថយន្តប្រភេទនេះយកទៅប្រើសម្រាប់ដឹកទំនិញផ្សេងៗបងប្អូនអាចទស្សនាក្នុងវីដេអូនេះបានបាទនៅក្នុងវីដេអូនេះខ្ញុំបានថតលម្អិតអំពីឡាននេះផ្ទាល់បាទទាំងខាងក្នុងទាំងខាងក្រៅទាំងម៉ាស៊ីនទាំងកង់គឺខ្ញុំបានថតលម្អិតជូនជាក់ស្ដែងបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចមកមើលផ្ទាល់បន្ថែមទៀតបានហើយដំបូងនេះបាទបងប្អូនអាចទស្សនាម៉ាស៊ីនសិនបាទខ្ញុំថតជាវីដេអូបង្ហាញបងប្អូនអំពីម៉ាស៊ីនឡាននេះផ្ទាល់តែម្ដងបាទបងប្អូនចេញទស្សនាទាំងអស់គ្នាបាទសម្រាប់ម៉ាស៊ីនឡាននេះគឺបងប្អូនបានឃើញស្រាប់ហើយបាទស្អាតនៅអែមបាទអត់មានហើយអត់មានផ្សែងអីទាំងអស់បាទអញ្ចឹងបន្ទាប់ពីបងប្អូនមើលម៉ាស៊ីននេះហើយបងប្អូនអាចមើលសាច់ខាងក្រៅជុំវិញទាំងជំហៀងទាំងខាងមុខទាំងខាងក្រោយបានបាទអានុសាស្ត្រស្ថិតនៅក្នុងដួងចិត្តខ្ញុំទួងជាភ្នំក៏ធំនៅមិនដល់ឡាត្រើយសមុទ្រក៏នៅតែចិត្តបងតាភ្នំបញ្ញាខ្ញុំនៅតែស្មោះនឹងអ្នកលងក្រមុំខ្លាំងរំទ្រង់អងចាខ្លាំងទៀតមើលហើយយើងចិញ្ចាដល់ខ្ញុំបាទបន្ទាប់ពីបងប្អូនទស្សនានៅរូបភាពជុំវិញទាំងមុខទាំងក្រោយទៅជំហានហើយបងប្អូនអាចមកទស្សនានៅខាងក្នុងកាប៊ីនម្ដងបាទគ្រឿងតាប់ឡូគ្រឿងពុកអីក៏នៅស្អាតទាំងអស់បាទខ្ញុំជើញទស្សនាដល់គ្នាទួងជាភ្នំក៏ធំនៅមិនដល់ឡាត្រើយសមុទ្រក៏នៅតែចិត្តបងតាភ្នំបញ្ញាខ្ញុំនៅតែស្មោះនឹងអ្នករាល់ថ្ងៃស្រមៃទីក្រុងភ្នំពេញទូម្នេញណាមិនអស់មិនហាសែតអល័យអឡងក៏មានកោះត្រាភ្នំបញ្ញាថានាងនៅចាំបាទចំណែកឯប្រព័ន្ធភ្លើងគឺមានគ្រប់គ្រាន់ទាំងអស់បាទទាំងសញ្ញោទាំងដមីទាំងប៉ាកូដអីគឺមានគ្រប់គ្រាន់ទាំងអស់ហើយប្រព័ន្ធសន្តិភាពគឺនៅដើរល្អបាទដើរល្អនៅរីកខ្លាំងបងប្អូននៅទឹកប្រើនៅមិនថាដីក្តៅមិនថាដីមិនក្តៅនេះគឺអាចប្រើបានណាពិសេសគឺនៅដីក្តៅព្រមសិនជានេះគឺនៅជាខ្លាំងតាំងរួមទុំ
អងចាឡើងទៀតនេះហើយយើងចិញ្ចាដល់ខ្ញុំពាំងអាវប៉ោស្មាចងវកកាករត់ឡើងក្មុំមើលនរប្រមុំធ្វើអស់ខ្ញុំវិលវល់អស់ហើយអានុសាស្ថិតនៅក្នុងដួងចិត្តខ្ញុំទួងជាភ្នំក៏ធំនៅមិនដល់ឡាយត្រាយសមុទ្រក៏នៅតែចិត្តបងតាភ្នំបញ្ញាខ្ញុំនៅតែស្មោះនឹងអ្នកលងប្រមងលងរំរងអងចា